បងប្អូនឃើញឥឡូវវាលោតជាអក្សរខ្មែរតែត្រូវហើយអញ្ចឹងបងប្អូនយកកន្លែង style នេះក៏បានដែរនេះគេដាក់ style ហើយបន្តមក I never made it but I know what it takes I'm motivated by a mix of emotion got my statement បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀប download phone ពី Google បាទនៅក្នុង website យកមកប្រើប្រាស់ជាមួយនឹង CapCut របស់យើងដើម្បីសរសេរជាអក្សរខ្មែរអូខេឥឡូវយើងចូលទៅក្នុងSafari របស់យើងមកបងប្អូនទាំងអស់គ្នាសម្រាប់អ្នកប្រើ iPhone អញ្ចឹងណាអូខេឥឡូវយើងចូល Safari របស់យើងមកអញ្ចឹងពេលបងប្អូនចូលមកដល់កន្លែងនេះហើយបងប្អូន search ពាក្យថា Google បាទ Google Smartphone បងប្អូនទាំងអស់គ្នាបាទ Google Smartphone នេះដក clear មួយ Google Smartphone ពេលយើងវាយជាងមកវានឹង load មកបងប្អូនទាំងអស់នេះ Google Smartphone យើងចុចពីលើវាមកបាទបន្ទាប់ពីចូលមកដល់កន្លែងហ្នឹងអញ្ចឹងបងប្អូនយកពាក្យថា Google Send ហ្នឹងមកបាទយើងចុចពីលើវាពេលយើងចុចវាមកអញ្ចឹងវានឹង load លក្ខណៈបែបនេះអញ្ចឹងបងប្អូនយកពាក្យថា Get Phone បាទយើងចុចពីលើវាបន្ទាប់មកយើងយកពាក្យថា download all កន្លែងនេះបងប្អូនយើងចុចពីលើវាមកហើយយើងយកពាក្យថា download អញ្ចឹងពេលយើងចុច download មកវានឹង load មកកន្លែងនេះបែបនេះអញ្ចឹងបងប្អូនយកពាក្យថា download បាទយើងចុចពាក្យថា download មកវានឹង load ហើយបងប្អូនឃើញវា load ចូលឡើងនេះហ៎អញ្ចឹងយើងចុចលើកន្លែងសញ្ញាព្រួយទូចអញ្ចឹងមកបាទអញ្ចឹងយើងយកកន្លែងពាក្យ download យើងចុចពីលើវានឹង load ចូលមកអញ្ចឹងបងប្អូនឃើញហើយអញ្ចឹងយើងចុចពីលើវាមកយើងចុចពីលើវាបាទអញ្ចឹងវានេះឃើញវាដើរនេះវាដើរហើយវា load មកនេះអញ្ចឹងយើងចុចពីលើវាមកបាទចុចពីលើវាអញ្ចឹងវាកំពុងតែដើរដែរហើយបងប្អូនទាំងអស់គ្នាបាទតិចវានឹងដើរពេញបាទវាដើរពេញហើយអូខេពេលវាដើរពេញយ៉ាងហើយបងប្អូនទាំងអស់គ្នាចុចពីលើនេះមកចុចពីលើនេះមកក៏បានដែរវានឹង load ឲ្យយើងបាទពីព្រោះខ្ញុំធ្លាប់ចុចមុនអញ្ចឹងវា load មកមុនឃើញមួយនៅនេះពីព្រោះខ្ញុំពីមុនខ្ញុំធ្លាប់ download វាម្ដងអញ្ចឹងវា download វាឃើញនៅលើនឹងអញ្ចឹងណាអញ្ចឹងយើងចុចពីលើវាមកបាទពេលយើងចុចអញ្ចឹងយើងចុចពីលើវានេះអញ្ចឹងវាមាន2នៅលើនេះអញ្ចឹងបងប្អូនទាំងអស់គ្នាចេញមកយើងចូលនៅក្នុង Google របស់យើងអញ្ចឹងយើងយកពាក្យកន្លែងនេះមកបងប្អូនយកពាក្យថា new នេះកន្លែង new video អញ្ចឹងយើងចូលនៅកន្លែង photo នេះឥឡូវឧទាហរណ៍ថាខ្ញុំយកអីមួយទៅចោះឥឡូវខ្ញុំឧទាហរណ៍នេះខ្ញុំយករូបភាពដែលខ្ញុំបាន download មកពី Google អីចេះតាបាទអូខេឥឡូវខ្ញុំយករូបពី download ពីណាមួយមកឥឡូវខ្ញុំយកដាក់ខ្ញុំយកពាក្យថាអង្គរចេះចោះវត្តអីចេះចោះអញ្ចឹងខ្ញុំយករូបភាពហ្នឹងមួយបាទយកមកសរសេរអក្សរពីលើហ្នឹងអូខេឥឡូវយើង save វាសិនបាទយើង save រូបភាពហ្នឹងអញ្ចឹងយើងចូលនៅក្នុង CapCut របស់យើងបាទនេះរូបដែលយើងបាន download អញ្ចឹងយកពាក្យថា add មកអូខេឥឡូវយើងចូលមកដល់កន្លែងហ្នឹងហើយយើងទាញរូបភាពវាវិញឥឡូវយើងចូលទៅកន្លែង text បាទនេះគេដាក់កន្លែងពាក្យនេះ add text យើងចុចពីលើវាមកបាទអញ្ចឹងយើងយកមកឃើញពាក្យថា add text កន្លែងនេះយើងចុចពីលើបាទបន្ទាប់មកយើងនឹង add font របស់យើងអញ្ចឹងយើងយកពាក្យថា font បងប្អូនទាំងអស់គ្នាបាទយើងយកពាក្យថា font បាទបន្ទាប់មកបងប្អូនយកពាក្យថា my font យក my font ហើយបងប្អូនទាំងអស់គ្នាចូលពាក្យថា upload បាទ upload ហើយយើងយក my font នេះមក my font បាទបន្ទាប់មកយើងយកកន្លែងដែលយើងរកកន្លែងរបស់យើងមិញហ្នឹងមកអូខេតើរបស់យើងនៅកន្លែងណាអូខេយើងចុចលើហ្នឹងយើងយកពាក្យកន្លែង download ពីព្រោះយើង download មកវានៅកន្លែង download របស់យើងបាទខ្ញុំចុចម្ដងទៀតអូខេឈប់នេះយើងចូលមកនេះកន្លែង Google Send របស់យើងនេះហើយយើងចុចវាទាំងពីរហ្នឹងមកហើយបន្ទាប់មកយើងយកពាក្យថា open បាទអញ្ចឹងវានឹង load មកកន្លែងនេះបងប្អូនទាំងអស់គ្នានេះវា load មកអញ្ចឹងឥឡូវយើង select លើ font មួយណាដែលយើងចង់បានឧទាហរណ៍ខ្ញុំយក font មួយនេះបាទយើងយក font មួយហ្នឹងបន្ទាប់មកយើងចុចអក្សរខ្មែររបស់យើងមកវា load អញ្ចឹងខ្ញុំនឹងសរសេរថាប្រាសាទខ្មែរចេះចុះប្រាសាទខ្មែរបងប្អូនឃើញឥឡូវវា load
វាលោតជាអក្សរខ្មែរតែត្រូវហើយអញ្ចឹងបងប្អូនយកកន្លែង style នេះក៏បានដែរនេះគេដាក់ style ហើយបន្តមកបងប្អូនចង់ដាក់ពណ៌អីយកពណ៌នេះពណ៌នៅលើនេះក៏បានហើយបងប្អូនចង់យកនេះ effect style របស់វាបាទយើងយក effect style ឃើញទេបងប្អូនទាំងអស់គ្នានេះពីឲ្យធំមើលបាទ effect style យើងចង់យកបែបណាក៏បានដែរហើយបន្តមកបងប្អូនអាចជ្រើសរើស style បានច្រើន anime យើងធ្វើអក្សររត់អក្សរអីក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចុចឃើញនេះវា load មកអូខេនេះជា style បែបច្រើនយ៉ាងមែនទែនដែលយើងចង់បានអូខេបាទនេះគ្រាន់តែយើងឧទាហរណ៍ដែលយើងចង់បានថាយើងចង់បាន style បែបណាហើយកន្លែងសេរីនេះកន្លែងសេរីនេះយើងចង់ឲ្យវាលឿនយឺតអីតាមរបស់យើងអូសមកចេះវាយឺតឃើញទេអញ្ចឹងនេះគ្រាន់តែយើងគ្រាន់តែខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាទេឥឡូវខ្ញុំយកប៉ុណ្្នឹងចុះហើយយើងយកកន្លែង text នេះមកឃើញទេបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងអាចសរសេរអក្សរខ្មែរបានហើយនេះគ្រាន់តែការបង្ហាញរបស់ខ្ញុំទ្រុសទេអញ្ចឹងបងប្អូនទាំងអស់គ្នាពេលបងប្អូនទាំងអស់គ្នាចង់សរសេរអក្សរខ្មែរអីវិញហ្នឹងគឺបងប្អូនទាំងអស់គ្នាធ្វើអញ្ចឹងតែម្ដងគឺអាចសរសេរអក្សរខ្មែរបានរហូតហើយបងប្អូនទាំងអស់គ្នាអញ្ចឹងការបង្ហាញវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងធ្វើឲ្យបងប្អូនអាចចុចម្សៅស្រាវនៅលើនេះខ្លួនឯងបានពីព្រោះវាមានច្រើនម៉ូដច្រើន style ច្រើនជម្រើសដែលយើងចង់បាននេះគ្រាន់តែការបង្ហាញរបស់ខ្ញុំនឹងទាញអក្សរខ្មែរពី website បាទយកមកប្រើនៅក្នុងCapCut របស់យើងទេអញ្ចឹងបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានេះសូមកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់វិញផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង YouTube ខ្ញុំបាទអូខេសម្រាប់ការទស្សនារបស់ខ្ញុំមួយនេះ I never made it, but I know what it takes. I'm motivated by a mix of